នេះហៅព្រោះទីនេះហៅប្រាក់សម្បត្តិអេអាម៉េចហ្នឹងបានទៅចិនលាយខ្មែរហ្នឹងខ្មែរអាចុះអួតអីម៉ាក់កើអីអើយហើយខ្ញុំមកចិនចឹងកាច់ចិនបកែរ៉ូស៊ីឲ្យមានសាច់ចឹងអេអាម៉េចហ្នឹងម៉ែអញចេញមកដែរអញចាស់បាច់វត្តក្រហមនឹងឡើយហ្នឹងអញធ្លាប់យកឲ្យនឹងឯងពីកៅប្រាប់ឲ្យអត់មានហើយម៉ែទៀតណាមានទៅមីងអញក្បាលមកស្បែកជើងកៃនឹងឥឡូវហ្នឹងតែតោះផ្ទះវត្តមិញមួយសោះហ្នឹងឥឡូវមកទៀតប្រពន្ធនាំឯងប្រពន្ធអត់មានរៀមហ្នឹងអត់មករៀមហ្នឹងអត់មករៀបមកឃើញតាក់ស៊ីហ្នឹងជិលបាក់ឡានមកខ្លួនឯងស្ទះពេកហ៎នេះហៅនេះហៅម៉ែទីញៀងថៃឡាព្រោះទីនេះហៅប្រាក់សម្បត្តិអេអាម៉េចហ្នឹងបានទៅចិនលាយខ្មែរហ្នឹងខ្មែរអាចុះអួតអីម៉ាក់កើហើយមកជ័យឯងចឹងឯងហ្នឹងអីឯងឈរតែឯងដើរមកតែខ្លួនឯងមកជ័យឯងខ្លួនឯងកុំឲ្យទៅស្គាល់អីអើយបលកាច់មកធ្វើស្លងយើងមិនកើតដែរខ្ញុំទៅកម្មវិធីប្រាក់សម្បត្តិបាទកម្មវិធីប្រាក់សម្បត្តិដែរមែនបាទព្រោះឯងមកតែឯងមែនតែឯងខ្ញុំមកតែឯងទេតើហើយមិនបាទគ្នាចឹងអេអត់ទេនេះថែមខ្ញុំហ៎ថៃហ្នឹងព្រោះឯងមានសាច់ចិត្តណាថែមខ្ញុំមកចិនចឹងកាច់ចិនបកែរ៉ូស៊ីឲ្យមានសាច់ចឹងអេអាម៉េចហ្នឹងថែមខ្ញុំហ៎មកខ្ញុំទៅខ្ញុំទៅដែរចាប្តីខ្ញុំចាអូយធម្មតាទៅបានហើយហ្នឹងបងឯងហ្នឹងអត់តែមានមនុស្សច្រើនដូចកិច្ចខ្ញុំមិនអញ្ចឹងធ្វើដូចខ្មាស់គេអញ្ចឹងប្រងមិនខ្មាស់ទៀតយើងវាចំណាស់នេះហើយប្តីប៉ុនយើងតើអាវាបានក្មេងៗគេដើរធ្វើចឹងដើរធម្មតាមកអីទេពេលមនុស្សច្រើនចឹងធ្វើឯងកិច្ចដល់ពេលនៅតែបន្ទប់តែ2នាក់ស្អាតនឹងបេះអត់ចាញ់ណាម៉ែអញចេញមកដែរអញចាស់បាច់វត្តក្រហមនឹងឥឡូវហ្នឹងអញធ្លាប់យកឲ្យនឹងឯងពីកៅគេហៅគួសមតើយើងចំណាស់ហ្នឹងមកហៅម៉ែមិនហៅគួសមអីវាហៅម៉ែហ្នឹងវាគិតថាខ្ញុំហ្នឹងវាចាស់យើងគិតថាយើងក្មេងអីឯងនឹងចឹងដែរប្រាប់ឲ្យអត់មានហៅម៉ែទៀតណាអញចូលចិត្តមកបងចាំបងឯងឡើងមួយថ្ងៃច្រើនណាស់ដូចនេះដួលឡើយមកដែរមានទៅមីងអញក្បាលមកស្បែកជើងកៃនឹងឥឡូវហ្នឹងតែតោះផ្ទះវត្តមិញមួយសោះហ្នឹងឥឡូវមកទៀតអត់ហើយមែនមីងថៃមែនមិញទៀតណាហើយចុះខាញ់ម្ដាយបងណមិញខ្ញុំហៅមីងអើយនេះប្រពន្ធនេះហើយចំណាស់ម៉េចឃើញទេមកពីបងឯងអត់តែសារនំអូនដើរលេឃើញទេហើយអើជិះផ្អើគេប្រពន្ធនាំឯងប្រពន្ធអត់មានរៀមហ្នឹងអត់មករៀមហ្នឹងអត់មករៀមមិនអត់មករៀមទេពាក់មិនចូលប្រពន្ធមែនប្រពន្ធមកទ្រាំទៅน้องអើយឲ្យទ្រាំតស៊ូប្រឹងប្រែងរកស៊ីទៅចាំបានចាប់ដៃគូមើលជ្រុលវាបានគ្នាទៅហើយនេះចាំមើលម៉ែនាំឯងក្រុមគ្រូសាពីធនាគារจะពាក់អំណុលគេរំដោះខ្លួនរួចណាចាំគិតទៀតបាទអត់ទេគិតថារកស៊ីអីទៀតណាជាមានប្រហែលទៅហើយអារឿងអាក្រក់អារឿងបញ្ហាហ្នឹងហើយលេងទៅបាត់ហើយរឿងអពមង្គលឯងវាលាយទៅបាត់ហ្នឹងចាអាក្រក់ហ្នឹងទៅហ៎ហ្នឹងហើយអាក្រក់ហ្នឹងគង់ទៅដែរចឹងទៅហើយនេះឯនោះឲ្យមកកម្មវិធីហាងម៉ូតូប្រាក់សម្បត្តិដែរមែនបាទអីចុះគាត់អត់ទេគាត់គេអញ្ជើញដែរមែនមកចាំអញ្ជើញទេមកចាំស្ដាប់ប្រព័ន្ធយល់ឡានស្ដាប់ប្រព័ន្ធយល់ឡានចាទៅពីហាងអតិថិជនទិញម៉ូតូដែរអតិថិជនហើយទៅបានគាត់ទៅមើលមិនឃើញតោះចាំមកកម្មវិធីគេចាប់ដើមទេតា